សិនជាពួកខ្ញុំខុសមែនចាញ់មកចាប់ពួកខ្ញុំក្រឹបនឹងខ្ញុំមកថែត្រូវឲ្យពូនឹងហើយហេតុអីបងពួកខ្ញុំខុសពួកខ្ញុំមកដល់កន្លែងល្ងឹតមិនចាប់ប្តីខ្ញុំមិនចាប់អីទៅហើយវាយប្តីខ្ញុំចាប់ទីប្តីខ្ញុំចាប់ទៅពីរនាក់ចាប់ប្តីមួយប្អូនមួយមកមួយប្តីចាប់យកប្អូនខ្ញុំឲ្យប្តីខ្ញុំទៅបាត់ចាំមិនមាននឹងខំហោអីសាគេចោតមកតែអញ្ចឹងមួយមើលហើយណៃទៀតណៃណាតែខ្ញុំនៅដីថ្មីពូដីថ្មីពូនេះណងមានជ័យណងចាចាមកនឹងទៅអីខ្ញុំមកនឹងខ្ញុំមកយកស្បែកជើងចាប់មិនពីរនាក់មកណាចាប់ពីរនាក់ហ្នឹងហើយហើយតែពួកខ្ញុំមិនខុសអីពូកន្លែងខ្ញុំឃើញគេចេញចូលមកកណោហើយតែមិនអត់អីតែពួកខ្ញុំឆ្ងល់ចុះណៃងមកយកឲ្យជើងហ៎ចាខ្ញុំមកយកឲ្យជើងហើយតទៅពេលហើយគេចាប់ហ្មងទៅហ្នឹងហើយដល់ពេលទៅជិះចាញ់កង់3មកចេញកង់3មកគេតាមកង់3ខ្ញុំហើយខ្ញុំប្រាប់ដៃមិនចាញ់ចាគេធ្វើស៊ីហ្មងតាមមើលមែនគេពេលហ្នឹងឃើញអាពូជិះម៉ូតូអត់សង់ទៅឲ្យក្រហមហ្នឹងគាត់ជិះមកតាមរហូតជិះតាមរហូតដល់ប្រងចាប់កន្លែងភ្លឺហើយអីគាត់មកចាប់កន្លែងល្ងឹតហ្នឹងខ្ញុំឆ្ងល់ចាអញ្ចឹងវិញចាខ្ញុំឆ្ងល់បើសិនជាពួកខ្ញុំខុសមែនចាញ់មកចាប់ពួកខ្ញុំក្រឹបនឹងខ្ញុំមកថែត្រូវឲ្យពូនឹងហើយហេតុអីបងពួកខ្ញុំខុសពួកខ្ញុំមកដល់កន្លែងល្ងឹតមិនចាប់ប្តីខ្ញុំមិនចាប់អីទៅហើយវាយប្តីខ្ញុំចាប់ទីប្តីខ្ញុំចាប់ទៅពីរនាក់ចាប់ប្តីមួយប្អូនមួយប្អូនណៃបង្កើតទេប្អូនប្តីខ្ញុំបង្កើតអញ្ចឹងចាប់ទៅពីរនាក់ទៅបាត់ទេតាយកណៃទេយកខ្ញុំតែខ្ញុំមិនឡើងផ្សាយខ្ញុំទៅពួកអីទៅសហការទៅដល់នេះខុសទាំងអស់ពូអូយកណៃទៅដែរតែណៃកិច្ចមែនខ្ញុំចាំផ្សាយខ្ញុំទៅហើយខ្ញុំចាប់ទីប្តីខ្ញុំនឹងជាប់ហើយប្តីខ្ញុំអុកមកប្តីខ្ញុំចេញមកប្តីស្អីគេជួយឡើងពេលហ្នឹងទាំងអស់ចាណៃមិនជិះម៉ូតូជិះកង់3មួយគ្នាជិះកង់3ហ៎ចាខ្ញុំជិះកណ្ដាលបងជិះនេះណាហើយតែជិះកណ្ដាលខ្ញុំមិនដឹងអីអូถ้าบ่สนิทខុសមែនចាញ់មកចាប់ប្រាប់បើមិនថាត្រូវអត់គូចាំបាច់អស់ម្ដងត្រឹមនោះចាំចាប់យកទៅអីខ្ញុំឆ្ងល់ថាហ្នឹងហើយដីថ្មីមកហ្នឹងហើយអត់ទេគាត់ចាប់ដល់តាមនេះតាមពីក្រាក់កែនេះបងកែញ៉ាកន្លែងកែសៀងហៃនេះមកមិនចាំទៅមិនដឹងថាកាបីទៅជិះមកអត់ចូលដល់ទៅខ្ញុំមកបានចូលហើយបងបានចូលពេលពួកខ្ញុំចេញពីភូមិតាមមកហើយđâyមិនហូបចាប់ពួកខ្ញុំចាំបាច់យកពីភូមិតាមទៅយ៉ាងនោះចាគាត់ដេញពីពួកខ្ញុំពីនឹងម្ដងកែកន្លែងល្ងើទៅខ្ញុំចាប់ខ្ញុំជិះផាសអាប់3នេះហើយទៅតាមនេះយកឃើញគេពួកខ្ញុំអត់មានខុសអីពួកខ្ញុំអញ្ចឹងគេចូលណៃទេគេយកតែខ្ញុំឡើងបានហើយគេជួយវិញខ្ញុំរត់ចេញបើនឹងអត់ទៅកន្លែងហ្នឹងទៅកន្លែងហ្នឹងគឺខុសទាំងអស់ហើយគឺអ្នកមិនក៏ដោយប្រចាំសាទៀតអូណៃគោដៅណៃចេញមកពីខាងណាវិញខ្ញុំមកពីអីដីថ្មីមកពីដីថ្មីចាពីមានជ័យមកណោះចាហើយគោដៅទៅណាវិញគោដៅខ្ញុំទៅផ្ទះខ្ញុំទូស្កាយមិនជិះភូមិដាក់នេះទេអត់ទេមកពីដីថ្មីបងចាហ្នឹងហើយគឺជិះតាមពីនោះមកជិះតាមខ្ញុំអត់ដឹងថាថៃខ្ញុំមកពីផ្ទះខ្ញុំដីថ្មីមកហ្នឹងហើយជិះ3ដឹកម្នាក់ឲ្យបងខ្ញុំ2នាក់អត់ដីមួយប្អូនមួយហើយអ្នកដឹកមួយទាំងអស់4នាក់យកទៅដល់ហ្នឹងអត់យកទៅតែ2នាក់ដីខ្ញុំហើយប្អូនខ្ញុំនឹងកាក់3ជិះទឹកមកអត់ដែរណៃឈ្មោះទេចាឈ្មោះវណ្ណៈវណ្ណាហើយប្អូនឈ្មោះវណ្ណៈវណ្ណេតនិយាយប្តីឈ្មោះវណ្ណៈវណ្ណានេះអាយុប៉ុន្មានឲ្យ20ជាង24និយាយទៅប្អូន22ប្អូនអាយុ8 10ឆ្នាំចុះចៅឈ្មោះទេខ្ញុំឈ្មោះធឿនស៊ីលីកាអាយុប៉ុន្មានអាយុ26អត់ទៅគេថាគេមកពីខាងណាគេថាមិញគេថាគេមកពីល្អមួយណាណៃខ្ញុំមិនដឹងល្អមួយចាហើយគេចាប់ព្រៃខ្ញុំចាប់ទាញអូសទៅហ្មងស្វ័យអូសទៅហ្មងគេមិនឆែកទៅឆែកអីចាំគេថាគេអត់ឆៃគេហុញព្រៃចូលឡានហើយមិញគេដល់ផ្ទះថាឆៃឃើញប្តីខ្ញុំតែប្តីខ្ញុំអត់មានខុសអីហើយហុញចូលឡានខ្ញុំថាចេះហេតុអីបើសិនជាចាប់ខ្ញុំព្រមចាប់នៅកន្លែងភ្លើងខ្ញុំអាចដល់ល្ងឹតចាំចាប់ទៅអីហ្នឹងហើយហើយបើសិនគាត់សមត្ថកិច្ចមែនគេមិនទៅវាយមនុស្សគាត់ថាហ្នឹង